បាទកាលពីថ្ងៃទី20និងថ្ងៃទី21ខែមេសាឆ្នាំ2021កន្លងទៅនេះគឺនៅទីក្រុងប៉េកាំងមានការរៀបចំនៃកិច្ចសន្ទនា Track 2លើកទី2ដែលរៀបចំដោយសាកលវិទ្យាល័យកាបូបចិនដោយមានបញ្ញវន្តមកពីប្រទេសកម្ពុជាចិននិងថៃដែលយើងពិភាក្សាគ្នាអំពីដំណោះស្រាយនិងការផ្ដល់អនុសាសន៍ទៅលើបញ្ហាព្រំដែនរវាងកម្ពុជាហើយនិងប្រទេសថៃការរៀបចំនោះគឺមានសមាជិកដែលមកពីស៊ីនថៃគឺជាผู้ក្បាលនៃប្រទេសកម្ពុជាចិននិងថៃក៏ដូចជាក្រុមអ្នកសារព័ត៌មាននិងអង្គការសង្គមស៊ីវិលហើយអ្វីដែលជាលទ្ធផលនៃការពិភាក្សារយៈពេល2ថ្ងៃនេះយើងឃើញថាយើងបានផ្ដល់អនុសាសន៍ដែលមានលក្ខណៈជាការសម្រេចជាឯកច្ឆន្ទដែលជាសម្លេងពីបញ្ញវន្តសម្លេងពីក្រុមអ្នកសារព័ត៌មាននិងសង្គមស៊ីវិលពីប្រទេសទាំង3ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរឈានទៅរកការធ្វើប្រតិកម្មនៃទំនាក់ទំនងហើយជាពិសេសគឺការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកទៅលើច្បាប់អន្តរជាតិហើយគឺប្រកាន់យកដំណោះស្រាយដោយសន្តិវិធីដែលជារឿងសំខាន់ហើយការគិតគូរយកចិត្តទុកដាក់ជាពិសេសទៅលើផលប៉ះពាល់ដែលកើតចេញពីចំនួនព្រំដែននេះគឺឲ្យប៉ះពាល់ទៅលើប្រជាពលរដ្ឋតាមបណ្ដោយព្រំដែនហើយអ្វីដែលជាសំណើជាឯកច្ឆន្ទរបស់ក្រុមបញ្ញវន្តអ្នកសារព័ត៌មាននិងសង្គមស៊ីវិលគឺពាក់ព័ន្ធទៅនឹងរឿងការលុបបំបាត់នៅព័ត៌មានខ្លាំងៗដែលទាំងអស់នោះវាคล้ายទៅជាបញ្ហាមួយដែលដុតរោលដែលធ្វើឲ្យចំនួនព្រំដែនវាកាន់តែក្តៅហើយយើងផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរប្រកាន់យកនៅយន្តការដែលមានសាសក្នុងការដោះស្រាយចំនួនជៀសវាងការប្រើប្រាស់កម្លាំងដើម្បីកំណត់ព្រំដែនពីព្រោះព្រំដែនរវាងកម្ពុជានិងថៃនេះគឺជាព្រំដែនអន្តរជាតិដែលបានកំណត់ដោយអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907រួចហើយដូច្នេះអ្វីដែលប្រទេសទាំងពីរចាំបាច់ត្រូវធ្វើគឺមានន័យថាបន្តធ្វើការរករោគបោះវែងនិងបោះបកគោដែលបាត់បង់ដែលបន្តពីលែងមរតកព្រំដែនពីសម័យអាណានិគមអញ្ចឹងខ្ញុំគិតថាកិច្ចប្រជុំរវាងក្រុមបញ្ញវន្តនៅប្រទេសទាំង3នេះគឺពិតជាមានសារៈសំខាន់ហើយយើងសង្ឃឹមថាអនុសាសន៍ដែលកើតចេញពីកិច្ចសន្ទនា Track 2នេះនឹងបានជាបង្ហាញផ្លូវខ្លះដើម្បីឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពិចារណានោះគឺជាសម្លេងរបស់បញ្ញវន្តសម្លេងរបស់ក្រុមអ្នកសារព័ត៌មាននិងសម្លេងនៃសង្គមស៊ីវិលហើយខ្ញុំគិតថាសម្លេងនោះក៏វាឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរដែរគឺយើងចង់បានសន្តិភាពស្ថិរភាពកិច្ចសហការនិងការអភិវឌ្ឍយើងអត់ចង់បានសង្គ្រាមយើងអត់ចង់ឃើញការប្រើប្រាស់ច្បាប់ព្រៃនិងការប្រើប្រាស់កម្លាំងបាយដើម្បីដោះស្រាយបញ្ហាតទៅទៀតទេបាទជាការវិតម្លៃជារួមយើងឃើញថាជាជំហរខាងក្រុមបញ្ញវន្តថៃក៏ដូចជាអ្នកកាសែតថៃនិងសង្គមស៊ីវិលថៃក៏ហាក់ដូចជាឆ្លោះបញ្ចាំងអំពីការចង់បានសន្តិភាពស្ថិរភាពតាមបណ្ដោយព្រំដែនដែរហើយអ្វីដែលខ្ញុំកត់សម្គាល់ជាពិសេសយើងឃើញថាទាំងបញ្ញវន្តទាំងអ្នកសារព័ត៌មានទាំងសង្គមស៊ីវិលហាក់ដូចជាមានបំណងចង់ឲ្យមានការបើកព្រំដែនឡើងវិញក៏ប៉ុន្តែការនិយាយនោះគឺថាក្នុងន័យមួយដែលមានការលំបាកសម្រាប់ខាងភាគីថៃប៉ុន្តែយើងមើលអរិយាប័ត្រគឺគេចង់បើកព្រំដែនវិញដើម្បីធ្វើការផ្លាស់ប្ដូរពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរឡើងវិញហើយក៏ជាដែលសេចក្តីប្រាថ្នារបស់ប្រជាជននៅតាមបណ្ដោយព្រំដែនដែរអាហ្នឹងគឺខាងភាគីថៃដែលឡែកខាងភាគីចិនយើងឃើញថាក្នុងឋានៈជាអ្នករៀបចំក៏ដូចជាបញ្ញវន្តប្រទេសចិនគេប្រាថ្នាចង់ឃើញប្រទេសទាំងពីរវិលទៅរកភាពប្រក្រតីឡើងវិញនៅក្នុងទំនាក់ទំនងការទូតរបស់ខ្លួនហើយប្រកាន់យកនៅដំណោះស្រាយដោយសន្តិវិធីក្នុងការដោះស្រាយបញ្ហាចំនួនព្រំដែននឹងដោយផ្អែកទៅលើយន្តការការទូតនិងច្បាប់អន្តរជាតិគឺជំរុញឲ្យប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់
ហើយជាពិសេសគឺសង្កត់ធ្ងន់ទៅលើការគោរពនៅលក្ខន្តិកអន្តរជាតិរួមមានសិទ្ធិសញ្ញាអនុសញ្ញាក៏ដូចជាអនុសន្នយោគយល់គ្នារវាងប្រទេសទាំងពីរកម្ពុជាថៃបាទ